mẹ anhចេះមុនអាគមស្បែកគង់ដៅកាប់មិនមុតឡានបុកមិនឈឺអ្នកណានៅក្រៅបង្អួចចូលបង្ហាញខ្លួនភ្លាមបើមិនចង់ឲ្យគ្រូកំតិចអត់ចិញ្ចៀមអីបន្តិចទេពីព្រោះគ្រូកិច្ចតន់ទាំង20ដាវនឹងណាវាលឿនពេកកាប់មិនត្រូវផងមុតមិនកោតគ្រូព្រឹកមិញវាហក់ធ្លាក់ពីលើទ្រុងបាក់កងំឥឡូវនេះគ្រូកំពុងទៅរកកន្លែងស្ងាត់សូត្រមន្តប្រោះព្រលឹងឲ្យវារស់ឡើងវិញវេលាម៉ោង9យប់ងងឹតឈឹងអាទុំនិងអាម៉ៅកំពុងដើរកាត់ផ្លូវលំចិត្តខ្ទមគ្រូសក់សស្រាប់តែមានសំឡេងចេញពីក្នុងខ្ទមទុំឯងលឺអីអន់សំឡេងហ្នឹងដូចខ្មោចលងចាក់កំ pl ែងឲ្យគ្នាវាស្ដាប់អញ្ចឹងលងក្បាលឯងអីនោះពលឺទៀននៅក្នុងខ្ទមតាគ្រូសក់សអន្តាប្រហែលជាគាត់កំពុងតែសូត្រមន្តហៅខ្យល់ហៅភ្លៀងហើយមើលទៅអូមែនតោះយើងទៅអើតមើលបន្តិចអីក្រែងលោកបានលេខឆ្នោតអ្នកទាំងពីរក៏ដើរលបទៅចិត្តបង្អួចខ្ទមឃើញតាគ្រូសក់សកំពុងអង្គុយថ្មិចភ្នែកមុខឡើងក្រហមដៃកាន់ដាវឈើហាក់ដូចជាកំពុងតែតាំងសមាធិខ្លាំងណាស់អូមែអញចេះមុនអាគមស្បែកគង់ដៅកាប់មិនមុតឡានបុកមិនឈឺអ្នកណានៅក្រៅបង្អួចចូលបង្ហាញខ្លួនភ្លាមបើមិនចង់ឲ្យគ្រូកំតិចចំដឹងច្បាស់ម៉ែភ្នែកថ្មិចសោះដឹងថាមានមនុស្សនៅក្រៅទៀតចុះបើគាត់កំតិចយើងមែននោះគិតមិនទៅធ្វើកំភៃម៉ែចាំមើលអញលេងជាមួយគាត់សិនលោកគ្រូខ្ញុំអាទុំនិងអាម៉ៅតាគឺចង់មកសុំរៀនសូត្រវិជ្ជាស្បែកគង់គ្រូសក់សបើកភ្នែកព្រឹមធ្វើរឹកពៀជាគ្រូសិលដកដង្ហើមធំរួចហៅអ្នកទាំងពីរឲ្យចូលពួកឯងចង់រៀនវិជ្ជាដាវកាប់មិនមុតមែនទេគ្រូអាចបង្រៀនបានតែត្រូវមានចិត្តអត់ធ្មត់លោកគ្រូខ្ញុំសុំសួរមួយមើលអាវិជ្ជាដាវកាប់មិនមុតហ្នឹងវាមានប្រសិទ្ធភាពកម្រិតណាដែរកម្រិតណាស្អីកាលពីខែមុននេះណាមានចៅ5នាក់កាន់ដាវបុរាណមកកាប់គ្រូជិត20ដាវមិនមុតសំបីតែបន្តិចអូហូសាហាវម្លេះលោកគ្រូចុះលោកគ្រូអត់ឈឺអត់ចាញ់ឈាមអីបន្តិចទេអីអត់ចាញ់ឈាមអីបន្តិចទេពីព្រោះគ្រូកិច្ចតន់ទាំង20ដាវនឹងណាវាលឿនពេកកាប់មិនត្រូវផងមុតមិនកោតអូបាញ់ចឹងវិជ្ជារបស់លោកគ្រូគឺវិជ្ជារត់លឿនតាមិនស្បែកគង់ផងហ្នឹងរត់លឿនស្អីអានឹងគេហៅថាកិច្ចតាមយុទ្ធសាស្ត្រហូចុះពួកឯងចង់សាកឬក៏អន់ឥឡូវគ្រូមានក្បួនមួយទៀតគឺមុនងងុយដេកសូត្រភ្លាមគឺដេកផ្លេតតែម្ដងពិតមែនអីលោកគ្រូអញ្ចឹងសូត្រដាក់ឲ្យខ្ញុំបន្តិចមើលចុះអូមែភ្នែកធ្ងន់ដូចថ្មមិនទាន់ឆ្លាក់ចិត្តស្ងប់ដូចទឹកដេកទៅអូលោកគ្រូម៉ែខ្ញុំក៏ចេះមុននឹងដែរតែគាត់មិនបាច់សូត្រទេគាត់គ្រាន់តែដកខ្សែកាបូបយួរមកខ្ញុំដេកលក់បានទុំអញមកឌឺដងឲ្យគ្រូអីឥឡូវដើម្បីឲ្យពួកឯងជឿជាក់ចាំគ្រូនឹងបង្ហាញសិលវិធីដើរលើភ្លើងឲ្យមើលចុះគ្រូសក់សរៀបចំយកធ្យូងក្តៅមកដាក់លើដីគាត់ដើរជុំវិញ3ជុំធ្វើមុខមមរួចប្រុងឈានជើងជន់ឈប់សិនលោកគ្រូដើម្បីឲ្យកាន់តស័កសិនលោកគ្រូត្រូវទៅដោះស្បែកជើងសិននេះត្រូវដោះស្បែកជើងសិនអត់បានទេ
ស្បែកជើងនេះជាស្បែកជើងទិបការពារកម្ដៅបើដោះចេញបារមីគ្រូខឹងឆេះជើងគ្រូស្លាប់ឥឡូវហើយតែបើពាក់អញ្ចឹងអាណាក៏ដើរបានដែរលោកគ្រូពួកឯងនេះគ្មានដឹងខ្យល់អីសោះស្បែកជើងនេះធ្វើពីកៅស៊ូកងឡានធំមានមុនអាគមក្រាស់ណាស់អូខេលោកគ្រូអញ្ចឹងខ្ញុំយល់ហើយវិជ្ជាលោកគ្រូពិតជាអស្ចារ្យមែនគឺស្បែកជើងគង់តែមិនមែនស្បែកមនុស្សគង់ទេតោះអាម៉ៅយើងទៅផ្ទះវិញណាទុកឲ្យលោកគ្រូគាត់សមាធិជាមួយស្បែកជើងទិបគាត់បន្តទៀតទៅនិយាយរួចហើយអាទុំនិងអាម៉ៅក៏ដើរសើចបណ្ដើរចេញទៅបាត់ទៅបន្សល់ទុកឲ្យតាគ្រូសក់សឈរអេះក្បាលទាំងហួសចិត្តម្នាក់ឯងព្រោះតែចាញ់ល្បិចយុវវ័យ20ឆ្នាំបន្ទាប់ពីយប់មិញបោកតាគ្រូឡើងចង់ដាច់ផ្ងាព្រឹកឡើងអាទុំនិងអាម៉ៅអង្គុយផឹកកាហ្វេកញ្ចប់នៅក្រោមដើមស្វាយមុខផ្ទះស្រាប់តែឃើញតាគ្រូសក់សដើរមកទាំងមុខក្រៀមក្រំដៃកាន់មាន់ជល់មួយក្បាលដែលបានងាប់បាត់ទៅហើយណែទុំឯងមើលនោះតាគ្រូដើរមកធ្វើមុខដូចត្រូវគ្រាប់អញ្ចឹងច្បាស់ជាមានរឿងអីចង់បោកអ្នកភូមិទៀតហើយចាំមើលអញទៅដេញជើងគាត់សិនតាគ្រូសក់សដើរមកដល់ក៏ដាក់គូតអង្គុយលើគ្រែឫស្សីទាំងដកដង្ហើមធំហើយលោកគ្រូហើយមានរឿងអីហ្នឹងចុះមន់ជុលសំណប់ចិត្តលោកគ្រូនោះមិនក៏ងាប់ឡើងរឹងកព្រឹសអស់អញ្ចឹងលោកគ្រូអាទុំអើយអាមន់ភ្នែននេះវាជាកម្លាំងចិត្តគ្រូព្រឹកមិញវាហក់ធ្លាក់ពីលើទ្រុងបាក់កងាប់ឥឡូវនេះគ្រូកំពុងទៅរកកន្លែងស្ងាត់សូត្រមន្តប្រោះព្រលឹងឲ្យវារស់ឡើងវិញមុនប្រោះមន់ងាប់ឲ្យរស់ឡើងវិញលោកគ្រូចេះដល់ថ្នាក់នឹងផងអីវិជានេះគ្រូរៀនពីភ្នំកលែនមកណាសូត្រទៅ3ចប់មន់នឹងវានឹងរស់ឡើងវិញរួចរត់ជុំវិញភូមិ3ជុំយ៉ាហេសាហាវព្រៃផ្សៃយងខ្នងម្លេះលោកគ្រូបើវាអស់ចាអញ្ចឹងមិនក៏លោកគ្រូមិនសូត្រមន្តនឹងដាក់មន់ស្រែដុតកាលពីអាទិត្យមុនផងទៅក្រែងលោវារស់ឡើងវិញហើយចេញពីចានទុំអាងាប់ដុតហើយនឹងវាអាលីគ្រឿងក្នុងអស់ទៅហើយប្រុសមិនកើតតែអានេះវាងាប់ស្រស់ព្រលឹងវានៅវិលវល់ចិត្តត្រង់នឹងអូខេឥឡូវលោកគ្រូសូត្រសាកតើមើលបើវារស់ឡើងវិញមែនខ្ញុំនឹងសពព្រះハរតីថ្វាយក្បាលធ្វើជាកូនសិស្សលោកគ្រូរហូតអស់មួយជីវិតគ្រូសក់សដឹងខ្លួនថាជ្រុលហួសបាត់ទៅហើយតែត្រូវរក្សាទម្រង់មុខជាគ្រូសិលគាត់ក៏បានយកមាន់ងាប់នោះមកដាក់លើគ្រែរួចចាប់ផ្ដើមថ្មិចភ្នែកលើកដៃប្រណម្យឡើងលើធ្វើពុតជាសូត្រមន្តរអ៊ូអូព្រលឹងមន់ចាយមន់ភ្នែនចូលហោះចូលខ្លួនឲ្យរស់រវើរស់រើសូត្រចប់តាគ្រូសក់សលួចបើកភ្នែកម្ខាងអើតមើលមន់តែមន់នៅតែដេកងាប់ថ្មឹងដដែលមិនចឹងលោកគ្រូវានៅដេកលក់ដដែលតើឯងទៅដឹងស្អីគឺមកពីឯងនឹងហើយអាម៉ៅភ្នែកឯងសយពេកសម្លឹងមើលវាធ្វើឲ្យព្រលឹងមន់វាកលាស់សាខ្លាចមិនហ៊ានចូលខ្លួនឥឡូវពួកឯងទាំងពីរនាក់ងាកក្រោយហើយថ្មិចភ្នែកឲ្យជិតគ្រូនឹងសូត្រម្ដងទៀតបាទលោកគ្រូពួកខ្ញុំថ្មិចភ្នែកហើយអ្នកទាំងពីរងាកក្រោយរួចធ្វើជាថ្មិចភ្នែកតែអាទុំលួចហែកភ្នែកមើលតាមចន្លោះម្រាមដៃឃើញតាគ្រូសក់សលបយកដៃទៅអង្រួនមន់ហើយយកកន្ទុយបារីទៅដុតគូតមន់ក្រែងលោវាភ្ញាក់ស្ទុះងើបឡើង
តែមន់នៅតែងាប់ស្ដោកដដែលអឺអើបើកភ្នែកបានហើយយ៉ាងម៉េចទៅហើយលោកគ្រូវារស់មកវិញហើយនៅវារស់ហើយបើវាដេកងាប់ស្ងៀមអញ្ចឹងវារស់យ៉ាងម៉េចទៅលោកគ្រូវារស់ហើយតែព្រលឹងវាប្រាប់គ្រូមិញនឹងថាវាខ្ជិលរស់នៅធ្វើជំនន់ជល់ទៀតណាស់ព្រោះហត់នឿយត្រូវគេយកទៅជល់ឈឺខ្លួនវាសុំដេកងាប់បែបនេះវិញសុខស្រួលជាងឥឡូវនេះព្រលឹងវាបានទៅកើតជាទេវបុត្របាត់ទៅហើយ អូអូយអូយលោកគ្រូហើយលោកគ្រូមុនអាគុំលោកគ្រូពិតជាខ្លាំងបកែមែនហ្មងណាមិនត្រឹមតែប្រោសឲ្យរស់ទេថែមទាំងអាចសន្ទនាភាសាព្រលឹងមន់ខ្ជិលបានទៀតហូចចុះបើចង់ទៅកើតជាទេវបុត្រហើយទុកមន់ងាប់នឹងនាំទៅធំក្លិនទេអាម៉ៅទៅដាំទឹកក្តៅយកមន់ទេវបុត្រនឹងទៅធ្វើជាមន់ង៉ាំងៅវិញល្អជាងណាតោះហ៎អេណែអត់បានទេមន់នេះមានសាកសពជាសិលដូច្នេះត្រូវទៅយកទៅកប់នៅក្រោមដើមចេកនិយាយរួចតាគ្រូសក់សយកមន់ងាប់រត់លឿនស្លូវទៅផ្ទះវិញព្រោះខ្លាចអាទុំដេញជើងសួរដេញដោលបែកការជាងនឹងអាទុំនិងអាម៉ៅអង្គុយសើចអោពោះរមៀលលើគ្រែឫស្សីស្ទើរតែកាំងបេះដូង